បាទជំរាបសួរបាទនិយាយរួមទៅកពស់កពោប្រហែលគ្នាអញ្ចឹងណាបាទពេញលេងហ្មងបាទមិញសួរគាត់ថាអឺគាត់មកហ្នឹងជាលើកដំបូងឯងគាត់ថាគាត់មកលើកដំបូងបាទហើយមិនដែរមានដៃគូអីមានមើលវីដេអូគាត់បានមើលរួចហើយបាទគាត់ល្អដៃបាទគាត់ល្អដៃបុកឯងគាត់និយាយរួមទៅគាត់វាយតាមធម្មតាបាទវិអីនេះពួកក្នុងភេទទៅ75បាទ75គីឡូឥឡូវកម្លាំងអីមិនដែរបាទឥឡូវបានញ៉ាំវាអាក់ទីវមិញយកកម្លាំងមកវិញហើយបាទគ្រុតបាទបានប្រហែលជា90%មកវិញហើយបាទបំពេញជាតិទឹកអារម្មណ៍យ៉ាងណាពេលដែលបងសម្រាប់ចាប់ឲ្យប្រកួតចឹងបងនិយាយរួមទៅគឺត្រេកអរមែនទែនហើយសប្បាយចិត្តបានបងសំណប់ប្រម៉ូទ័រស្រុកខ្មែរយើងណាកម្ពុជាយើងគាត់គូគាត់ផ្ដល់ឱកាសឲ្យខ្ញុំបាទចូលរួមប្រកួតបាទនៅកម្មវិធីគ្រុតគុណខ្មែរបាទ ISKA បាទបាទដូចជាមួយខែបាទមួយខែបាទបងនិយាយទៅខានប្រកួតបានខែខ្ញុំជិត1ឆ្នាំដែរខាងបាទខានប្រកួតជិត1ឆ្នាំតាំងពីពងប៉ះបេនតូបាទអាបងផ្អាកកាលនោះជាខុសដៃបងនិយាយទៅប៉ះពាល់ដៃបាទចុះអត់អីបងដៃបាទអត់អីទេដៃខ្ញុំអត់អីទេចុះបងធ្វើគីឡូពិបាកអត់ខ្លាំងអូនិយាយរួមទៅការប្រឡើងគីឡូគឺស្រួលបាទហើយការសម្រកគីឡូនេះគឺមានផលវិបាកច្រើនណាស់ជួបច្រើនហ្មងបាទទាំងកាពះបាទទាំងសុខភាពយើងទៅអ្វីទាំងអស់គឺខ្សោយបាទមកមិញគឺគ្មានបានទឹកបានស្អីទេគឺអត់សោះហ្មងបាទអត់ហ៊ានហូបបាទខ្លាចលើសគីឡូដៃគូបាទនិយាយរួមទៅសាច់គ្រាន់តែសាច់ទេបងប្អូនទាំងអស់គ្នាបាទការវាយគឺវាយនៅលើរិញគឺនរណាធ្ងន់ជាងអ្នកនឹងទៅបាទយើងបាទมันសំខាន់លើសាច់ឯងព្រោះសាច់ខ្ញុំជួបធំជាងនឹងទៀតបាទសាច់ខ្ញុំជួបធំជាងនឹងទៀតនៅតែខ្ញុំវាយសឡប់បាទបាទបើមានឱកាសខ្ញុំផ្ដាច់បាទប៉ុន្តែបើគេរៀងមានកម្លាំងដែរអាហ្នឹងយើងបធូរបថយទុកទឹកចិញ្ចឹមខ្លួនឯងដែរបាទតែ3ទឹកបាទ3ទឹកចឹងទឹកទី1យើងដកសងចែកទៀតបាទយើងវាយដែរប៉ុន្តែយើងវាយពាក់កដាលយើងអាចវាយអស់បានទេព្រោះយើងចាំមើលដៃគូដែរអញ្ចឹងណាបាទគេល្អអីយើងអាចដកស្ទង់ទឹកមួយហ្នឹងគឺហើយទឹកទី2អាហ្នឹងយើងចាំយើងបុកយកហ្មងអញ្ចឹងបាទស្អែកនេះកុំភ្លេចបងប្អូនអ្នកតាខ្មៅឬក៏មិនថាអ្នកក្រុងតាខ្មៅទេទាំង20ខេត្ត25ខេត្តក្រុងទាំងក្នុងស្រុកទាំងក្រៅស្រុកបាទអញ្ចឹងចាំជួយបាទគ្រប់គ្រងរូបខ្ញុំបាទកែរំចង់គេហៅថាបងធំកែរំចង់ត្រឡប់មកវិញហើយបងប្អូនណាបាទអញ្ចឹងគ្រប់គ្រងទាំងអស់គ្នាបងប្អូនណាបាទអរគុណបាទអរគុណ